តើនៅពេលដែលម៉ាស៊ីន ventilation alarm តើចំណុចណាខ្លះដែលយើងត្រូវទៅមើលទស្សនវិជ្ជាអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកនិយាយអំពី DOPE ឬក៏យើងតែងតែហៅថា DOP អានឹងគឺជាអ្វីដែលយើងត្រូវទៅមើលនៅពេលដែលម៉ាស៊ីន ventilation alarm ជាទូទៅគឺយើងមានពាក្យកាត់ DOPE ដែលយើងត្រូវតែទន្ទិញឲ្យចាំនៅក្នុងការថែទាំទៅលើអ្នកជំងឺឬក៏ជាពិសេសនៅពេលដែលម៉ាស៊ីន ventilation alarm D បានន័យថា display យើងនឹងទៅមើលថាតើនៅពេលដែលម៉ាស៊ីន alarm ហ្នឹងមានការលបូន shoot ឬក៏ EDT ហ្នឹងពីអ្នកជំងឺឬក៏អត់ O បានន័យថា obstruction មានន័យថាតើនៅក្នុង circuit ឬក៏ក្នុង EDT របស់គាត់ហ្នឹងមានស្ទះអីអត់មួយទៀតគឺតកតូននឹង pneumothorax តើមានខ្យល់ដក់ក្នុងស្រោមទ្រូងឬក៏អត់ព្រោះហ្នឹងក៏ជាផ្នែកមួយដែលធ្វើឲ្យម៉ាស៊ីនហ្នឹង alarm ផងដែរដោយសារតែមានការខ្វះនៅ setting ឬក៏parameter ណាមួយទៀតគឺតកតូនទៅនឹងអក្សរ E បានន័យថា equipment failure អញ្ចឹងយើងនឹងពិនិត្យមើលតកតូននឹងសម្ភារៈមួយចំនួនដូចតាំងពី ETT រហូតដល់ circuit ដែលភ្ជាប់ទៅលើ ventilation ថាតើមាន leak នៅកន្លែងណាអត់អានឹងគឺគេហៅថា equipment failure អញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយទៀត